តោះបងប្អូនបាទថ្ងៃនេះនៅបងប្អូនមកជាមួយរៀបស្បែកអង្គញាម៉ាស៊ីន 150cc បងប្អូនគឺ Exciter បងប្អូន Exciter និយាយទៅប្រភេទ150គឺរៀបស្រួលមែនទេបងប្អូនស្រួលជាងអា trim និយាយទៅយើងរៀបតែស្បែកអង្គញាចូលហើយបងប្អូនមិនបាច់មើលពងចង្កឹះលេខមិនបាច់មើលពងចង្កឹះលេខពងអីដូចអា trim ទេបងប្អូននិយាយទៅ150ស្រួលរៀបជាង125ឆ្ងាយបងប្អូនអញ្ចឹងដំបូងគឺយើងរៀបដូចអា trim អញ្ចឹងបងប្អូនដាក់ស្បែកអង្គញាហើយដាក់ផ្លាតូបាទដាក់ឆ្លាស់ផ្លាតូស្បែកអង្គញាបាទស្បែកអង្គញាផ្លាតូយើងឆ្លាស់អញ្ចឹងឯងបងប្អូនតាក់ទងរៀបស្បែកដូចគ្នាតែនៅអា trim ទេបងប្អូនហើយស្រួលត្រង់មួយទៀតគឺវាអត់មានស្បែកញាក់អញ្ចឹងវាមានតែស្បែកអង្គញាមួយដុំទេបងប្អូនពេលវាអស់ស្បែកអង្គញាយើងដោះតាដូរទៅស្បែកអង្គញាទៅគឺចប់បងប្អូនងាយស្រួលបាទអញ្ចឹងយើងដាក់ស្បែកដាក់ផ្លាតូដាក់ស្បែកដាក់ផ្លាតូបាទយើងរៀបឆ្លាស់បាទអញ្ចឹងប្រភេទរៀបអង្គញាហើយអាដែកសង្កត់ខាងក្នុងវាគឺមានតូចមានធំបាទមួយខាងស្ដួចមួយខាងធំអញ្ចឹងយើងដាក់ខាងស្ដួចហ្នឹងទៅក្នុងដើម្បីឲ្យវាបុកជាមួយអាកលឹះបកគោលអង្គញាខ្សែអង្គញាយើងហើយវាមានគ្របឃ្លីមួយបាទនៅក្រោយយើងទៅលាក់គ្របឃ្លីចូលហើយគ្របក្រោបបងប្អូនបាទអញ្ចឹងងាយមែនទែនតាក់ទងនឹងស្បែកអង្គញាប្រភេទនិយាយទៅអ150បងប្អូន CVR Exciter អីគឺងាយដូចគ្នាបងប្អូនវាងាយត្រង់ថាវាអត់មានស្បែកញាក់បាទវាមានតែស្បែកអង្គញាមួយដុំអញ្ចឹងយើងដោះមកស្រួលទេបងប្អូនយើងរៀបស្បែកអង្គញាចូលហើយចប់បាទដូចខ្ញុំថាអញ្ចឹងយើងមិនបាច់មើលពងចង្កឹះលេខមើលអីដូចពួកអា trim ទេពួកអា trim ពួក125របស់យើងគឺតែដាក់ពងចង្កឹះលេខខុសគឺវាជន់លេខអត់ចូលទេបាទធ្វើឲ្យមានបញ្ហាតែប្រភេទ150បងប្អូនរៀបស្បែកឲ្យត្រូវរឹតប្រឡងឲ្យតឹងទៅក្របកាទាពុបបាទគឺដាក់លេខបានមកស្រួលមកអេមបដ ாய் បាទអត់ញ៉ៃទេហើយនេះជាវីដេអូនិយាយទៅតាក់ទងនឹងវីដេអូដែលខ្ញុំធ្វើគឺខ្ញុំធ្វើមួយជាហៀងបងប្អូនអញ្ចឹងតាក់ទងនឹងស្បែកខ្ញុំថតតែខាងស្បែកឲ្យបងប្អូនមើលទេបាទតាក់ទងនឹងធ្វើម៉ាស៊ីនកណាត់មុខខ្ញុំឲ្យតែម៉ាស៊ីនមួយកណាត់មុខមើលទេបងប្អូនតាក់ទងនឹងយើងធ្វើមួយផ្នែកអញ្ចឹងស្រួលពេលដែលបងប្អូនគាត់ឆ្ងល់ឬគាត់ចង់ចេះខាងស្បែកអង្គញាគាត់មើលបានបាទគាត់មើលមកយល់អូបើយើងធ្វើលាយឡំគ្នាច្រើនគាត់ចាប់អត់បានទេបាទអញ្ចឹងនេះជាវិធីដាក់ស្បែកអង្គញា Exciter បងប្អូនហើយយើងក្របកាទាមករឹតប្រឡងឲ្យអាតឹងក្របកាទាចូលមកចាប់ប្រឡងរឹតប្រឡងក្រៅមកចប់បងប្អូនងាយបាទលើម៉ាស៊ីនចូលមកបញ្ឆេះត្រិលបានបងប្អូនហើយខ្ញុំនឹងធ្វើវីដេអូតផ្សេងទៀតជាច្រើនបងប្អូនតាក់ទងនឹងជួសជុលម៉ូតូហើយតាក់ទងនឹងការបរៀនសិស្សគឺខ្ញុំធ្វើរហូតបងប្អូនហើយទទួលសិស្សរហូតសម្រាប់សិស្សមកដាក់ពាក្យរៀនចង់បានសញ្ញាបត្រប្រឡងយកសញ្ញាបត្រអីគឺមកដាក់ពាក្យរៀនបានបងប្អូនហើយនេះជាការងាររបស់កូនជាងខ្ញុំពេលយប់បន្ថែមម៉ោងបាទសូមអរគុណសូមជម្រាបលា